បណ្ណាល័យវិទ្យាសាស្ត្រនេះត្រូវបានបង្កើតឡើងមានសារៈសំខាន់សម្រាប់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សសម្រាប់ការស្រាវជ្រាវជាពិសេសមុខវិជ្ជា STEM ពួកយើងមានអារម្មណ៍ថាសប្បាយរីករាយជាខ្លាំងនៅពេលដែលសាលាយើងទទួលបាននៅបណ្ណាល័យវិទ្យាសាស្ត្រនេះដោយសារវាជារបរថ្មីមួយសម្រាប់សាលាយើងយល់ដឹងអំពីគណិតរូបគីមីដែលពាក់ព័ន្ធនឹងដូចជារូបវិទ្យាធ្វើបង្កើត robot និងសរសេរកូដកុំព្យូទ័រមុខវិជ្ជាសាស្ត្រហ្នឹងគឺពិតជាល្អដោយសារយើងអាចយកវិទ្យាសាស្ត្រនេះយកទៅប្រើប្រាស់ជាចាំបាច់ជាច្រើននៅក្នុងប្រទេសជាតិយើងវិទ្យាសាស្ត្រហ្នឹងទៅបង្កើតរបស់ថ្មីដូចជាទៅនឹង robot AI ទៅនឹងរបស់ជុំវិញពិភពលោកភាគច្រើនគឺយើងត្រូវការវិទ្យាសាស្ត្រច្រើននៅពេលដែលមានបណ្ណាល័យបែបវិទ្យាសាស្ត្រខ្ញុំសង្ឃឹមថាវិទ្យាល័យហ៊ុនសែនត្រៃនេះមិនមានការផ្លាស់ប្ដូរជាពិសេសថ្នាក់វិទ្យាសាស្ត្រនឹងមានសិស្សមានការចាប់អារម្មណ៍ឲ្យចូលរៀនបានច្រើនហើយនឹងក៏តាក់ទាញលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សដែលនៅខាងក្រៅសាលាចូលមកស្រាវជ្រាវបានយ៉ាងច្រើនដែរហើយគាត់អាចប្រើប្រាស់នៅឧបករណ៍អេឡិចត្រូនិកគ្រឿងសម្រាប់ពិសោធន៍ផ្សេងៗដែលមាននៅក្នុងបណ្ណាល័យវិទ្យាធម្មនេះហ្នឹងសម្រាប់ធ្វើការពិសោធន៍និងស្រាវជ្រាវទៅលើមុខវិជ្ជាជីវវិទ្យារូបវិទ្យាហើយនិងគីមីវិទ្យាខ្ញុំចង់ឲ្យអ្នកចំនួនក្រោយយល់ដឹងពីវិទ្យាសាស្ត្រឲ្យបានច្រើនព្រោះប្រទេសជាតិយើងពិតជាត្រូវការអ្នកចេះវិទ្យាសាស្ត្រជាច្រើនខ្ញុំរំពឹងថានៅពេលដែលខ្ញុំបានសិក្សានៅទីនេះហើយខ្ញុំនឹងយកចំណេះដឹងទាំងអស់នោះទៅប្រើប្រាស់សម្រាប់ទៅអភិវឌ្ឍប្រទេសជាតិខ្ញុំនៅថ្ងៃខាងមុខសង្គមយើងគឺត្រូវការខាងវិទ្យាសាស្ត្រនឹងខ្លាំងមែនតើសម្រាប់អភិវឌ្ឍប្រទេសជាតិខ្ញុំមានគំនិតនឹងផ្សព្វផ្សាយពីផលប្រយោជន៍នៃបណ្ណាល័យនេះទៅដល់សិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូមិនថានៅក្នុងស្រុកឬទូទាំងខេត្តទេពួកគាត់អាចនឹងចូលមកទទួលយកចំណេះដឹងផ្នែកវិទ្យាសាស្ត្រហ្នឹងបានគ្រប់គ្នាជាផែនការបន្តសាលានឹងរៀបចំកាលវិភាគសម្រាប់ការចូលអានរបស់សិស្សហើយនឹងមានកត់ត្រាចំនួនអ្នកចូលអានហើយនឹងមានបណ្ណាល័យមួយសម្រាប់គ្រប់គ្រងនៅក្នុងបណ្ណាល័យនេះគម្រោងបណ្ណាល័យវិទ្យាសាស្ត្រនេះគឺផ្ដើមឡើងដោយក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍តាមរយៈក្រុមការងារដែលចុះជួយស្រុករតនមណ្ឌលដែលមានជំនួយពីស្ថានទូតឥណ្ឌាប្រចាំប្រជាណាចក្រកម្ពុជា